ព្រោះការអូសាមគ្គីឡើងតតែប្រកបដោយអង្គ5ទី1នោះគឺវត្ថុសម្បត្តិនោះគឺបានដល់អូសាមគ្គីបេក្ខហ្នឹងតើមានអាយុគ្រប់20ឆ្នាំនៅមានថារាប់ទាំងក្នុងពោះទៅបាន20ឆ្នាំទាំងហ្នឹងឬក៏អ្នកនឹងធ្លាប់ត្រូវបានប្រាចឹងអញ្ចឹងមួយទៀតហ្នឹងគឺតកតងជាមួយនឹងតកតងបរិស័ទហ្នឹងគឺបានដល់ពីខដែលលោកចូលទៅបរិស័ទដែលលោកចូលទៅបរិស័ទហ្នឹងគឺចង់និយាយពីខហើយថាបរិស័ទសម្បត្តិគឺសំដៅដល់ពីខដែលលោកចូលហ្នឹងតើលោកគង់នៅជាប់ហត្ថបទគ្នាត្រឹមត្រូវអត់តើមានហត្ថបទហ្នឹងមានដាច់មានអីអត់អញ្ចឹងបើសិនជាមានវិខអង្គណាមួយលោកត្រូវបានប្រាជិកក៏ដោយសូម្បីតែលោកនៅក្នុងសីមាជាមួយយើងអង្គនតីដែលឧសម្បទាស្រូបធ្វើកម្មហ្នឹងអង្គនតីដែលធ្វើកម្មអីផ្សេងលោកត្រូវត្រឹមតែបាតកតទេដោយសារលោកធ្វើកម្មជាមួយនឹងពីគាត់ត្រូវបានប្រាជិកអញ្ចឹងឧទាហរណ៍តាមបើពីគាត់ត្រូវបានប្រាជិកនៅច្រោះកណ្ដាលចាក់បែបហ្នឹងតើវាប៉ះពាល់ដល់កម្មមកលក្ខណៈមួយថាតើវិខរាប់ពីវិខដែលនៅសងខាងតើនៅត្រូវហត្ថបទគ្នាដែរលោកកន្លែងហ្នឹងគឺគិតច្រើនណាស់ហ្នឹងចឹងកណ្ដាលមិននិយាយដល់វិខត្រូវឲ្យប្រាជិកអីកណ្ដាលចង់និយាយហ្នឹងមិននិយាយតែនិយាយត្រូវថានៅក្នុងហត្ថបទរបស់សង្ឃកម្មគឺមួយហត្ថមួយចង្អាមតើមួយហត្ថមួយចង្អាមពីគ្នាដល់ដោយសារកណ្ដាលឃើញអង្គខ្លះលោកពេលដែលរកហត្ថបទពីលោកទៅវាខ្លះពីរហត្ថអីអត់ចង់ដល់ទេវត្តវាស់ទៅអង្គកណ្ដាលឃើញលោកគួយធ្វើកម្មខ្លះនេះវាស់ពីរហត្ថអីនឹងអត់ចង់នេះហ្នឹងអត់ចង់ដល់លោកផងជាពិសេសតាមសណ្ដាប់វត្តខ្លះដែលលោកសំដែងប៉ាទីមកលោកឲ្យអង្គដែលសូត្រលោកនៅកណ្ដាលហើយលើធម្មទេសនាហើយអង្គដតីលោកអង្គុយពាត់ជុំវិញអញ្ចឹងនៅចម្ងាយណាស់នេះ3 4ហត្ថមិនទាន់ដល់លោកផងអញ្ចឹងកន្លែងហ្នឹងគឺប៉ះពាល់កម្មអញ្ចឹងកន្លែងហ្នឹងគឺវិន័យអត់បានគឺវហត្ថតបានគឺមួយហត្ថមួយចង្អាតែទី3តកតងជាមួយនឹងសីមានឹងក្រាបយល់មិញហ្នឹងសីមាដល់ទី4តកតងជាមួយនឹងញត្តសម្បត្តិការយើងសូត្រត្រឹមត្រូវតាមឋានទៅអីយកដល់ក្រៅហ្នឹងហើយមួយទៀតគឺអនុសាវនាសម្បត្តិអនុសាវនាដោយសារការឧបសម្បទាហ្នឹងគឺឧបសម្បទាដោយញត្តចតុកម្មវិជ្ជាចឹងមានថាកម្មវិជ្ជាដែលមានញត្តជាគម្រប់4មានន័យថាញត្តនឹងមួយអនុសាវនា3ចឹងបើសិនណាបើយើងសូត្រទាំងញត្តទាំងអនុសាវនាហ្នឹងត្រឹមត្រូវទៅតាមឋានរបស់អក្សរនីមួយអត់បើយើងសូត្រខុសបូកឧបសម្បទាហ្នឹងគឺកម្រើកហើយដោយសារវាវិបត្តិហ្នឹងវិបត្តិទាំង5វិបត្តិណាមួយអត់កើតត្រូវតែជាសម្បត្តិទាំង5បើវិបត្តិណាមួយគឺឧបសម្បទាឡើងអញ្ចឹងមិញហ្នឹងកណ្ដាលនិយាយរឿងថាដែលលោកសូត្រសនាទៅមេខនទេសង្ឃោអីជាដើមអាហ្នឹងលោកសូត្រដូចអ្នកកណ្ដាលឲ្យព្រោះឲ្យស្រោចគ្នាពេលខ្លះលោកសូត្រឲ្យស្រោចគ្នាបែបហ្នឹងមានទៅតាមឋានអក្សរមកវិញតែហ្នឹងយើងដឹងថាឧបសម្បទាឡើង